សិក្សាអំពីរូបមន្តសាមអ៊ីសាមអ៊ីគឺជារូបមន្តកណនីយផលបូកតាមលក្ខខណ្ឌស៊ីនតាក់សាមអ៊ីបើកវងកញ្ចក់រ៉ែងខាម៉ាក្រេតរីខាម៉ាសាមរ៉ែងរ៉ែងកំណត់សែលនៃជួរទិន្នន័យក្រេតរីលក្ខខណ្ឌត្រូវកណនីយសាមរ៉ែងកំណត់សែលនៃជួរទិន្នន័យដែលត្រូវកណនីយផលបូកតោះអញ្ចឹងដើម្បីអនុវត្តគឺយើងមើលក្នុង Excel យើងនេះមកអញ្ចឹងទី1គឺយើងវាយទិន្នន័យចូលសិនទី2គឺយើងវាយតារាងចូលទៀតមកតោះអញ្ចឹងយើងមើលសំណួរទី1គឺថាចូលរកប្រាក់ខែសរុបរបស់ភេទប្រុសអញ្ចឹងគេចង់ដឹងថានេះប្រាក់ខែទាំងអស់នេះវាមានប្រុសមានស្រីអញ្ចឹងគេចង់ដឹងថាភេទប្រុសទេសរុបប្រាក់ខែរបស់ភេទប្រុសស្មើនឹងប្រមាណអញ្ចឹងគឺយើងត្រូវប្រើរូបមន្តសាមអ៊ីនឹងឯងបាទអញ្ចឹងទី1គឺយើងវាយសារ email នេះចូលមករួចយើងដាក់ cursor ត្រង់ cell ហ្នឹងយើងវាយស្មើសាមអ៊ីបាទអញ្ចឹង click ដល់2ដងមកបន្តមកទៀតយើងមើលពាក្យថា rank អញ្ចឹង rank ហ្នឹងគឺជាតារាងទិន្នន័យរបស់យើងគឺភេទហ្នឹងឯងអញ្ចឹងគឺយើងស្លេចត្រឹមមក M នេះចុះក្រោមមកបាទអញ្ចឹងយើង comma មកយើងមើល criteria អញ្ចឹងគឺយើងវាយ double apostrophe ym ហើយបិទ double apostrophe រួច comma មួយទៀតបាទយើងមើលពាក្យសាមរ៉ែងអញ្ចឹងគឺយើងយកមក select ត្រង់បាទខ្សារីហ្នឹងមកពី500ហ្នឹងរហូតដល់បាទទិន្នន័យក្រោមឲ្យស្មើគ្នាបន្ទាប់មកយើងចុច enter តែម្ដងបាទអញ្ចឹងមានន័យថាសរុបរបស់ភេទប្រុសទាំងអស់គឺប្រាក់ខែ2760តោះអញ្ចឹងយើងផ្ទៀងផ្ទាត់មើលទី1ស្មើ30បើមកកញ្ចក់គឺយើង select លើនេះបាទ500នេះភេទប្រុសយកខាម៉ាមកគឺ250ភេទប្រុសយកបាទ300អត់យកទេខាម៉ាមកទៀតបន្តមកទៀតគឺយើងយកបាទ300នេះភេទប្រុសបាទខាម៉ាមកបាទនេះភេទប្រុស280ខាម៉ា230បាទ250 500 250បាទភេទស្រីអត់យកទេអញ្ចឹងបាទ200បាទអញ្ចឹងសរុបអស់ហើយយើង enter មកបាទនេះចឹងគឺចម្លើយស្មើគ្នាគឺ2760បាទតោះអញ្ចឹងយើងមើលមួយទៀតសំណួរទី2គេសួរថាចូលរកប្រាក់ខែសរុបរបស់ភេទស្រីអញ្ចឹងគឺក្នុងនេះយើងមិនអាចអូសយកចេះបានទេបាទអញ្ចឹងទិន្នន័យនឹងអត់ត្រូវទេគឺយើងអូសបានក៏ទិន្នន័យយើងអត់ត្រូវដែរអញ្ចឹងគឺយើងត្រូវកំណត់វាមួយទៀតគឺស្មើ30អ៊ីបើវងកញ្ចក់គឺយើង select លើ rank តារាងដដែលនេះគឺតារាងលក្ខខណ្ឌភេទហ្នឹងឯងខាម៉ាក្រេតរីលក្ខខណ្ឌអញ្ចឹងលក្ខខណ្ឌគឺយើងវាយ double apostrophe ហើយវាយ s បាត់ double apostrophe វិញខាម៉ាទៀត select លើ30 rank ចេះតែម្ដងរួច enter អញ្ចឹងភេទស្រីទាំងអស់គឺប្រាក់ខែបាទ1400តោះអញ្ចឹងឥឡូវយើងសាកផ្ទៀងផ្ទាត់មើលទី1ស្មើបាទ30បើវងកញ្ចក់គឺយើង select លើភេទស្រីបាទ300ខាម៉ាបាទ250នេះខាម៉ាទៀតបាទ300ខាម៉ា150ខាម៉ាមកទៀតគឺ150ខាម៉ាមកទៀត250រួច enter អញ្ចឹងយើងមើលប្រាក់ខែគឺស្មើគ្នាតែម្ដង1400គុណបាទអញ្ចឹងយើងមើលមួយទៀតក្នុងកន្លែងនេះ criteria យើងនេះគឺយើងអាចមិនវាចូល female អញ្ចឹងក៏បានដែរគឺយើងអាចលុបចោលរួចយកម៉ៅយើងនេះមក select ឲ្យចំ cell ណាដែលមាន female ចេះរួច enter គឺលទ្ធផលដូចគ្នាបាទសំណួរទី3នេះសរុប salary សម្រាប់បាទអ្នកនៅភ្នំពេញទាំងអស់ location ភ្នំពេញនេះទាំងអស់បាទអញ្ចឹងដូចគ្នាដែរគឺយើងចង់បូកប្រាក់ខែដែលបាទអ្នកនៅភ្នំពេញតើសរុបទៅប្រមាណអញ្ចឹងដូចគ្នាដែរទី1យើងស្មើ30អ៊ីបើវងកញ្ចក់យើងបាទ rank គឺយើង select លើតារាង location យើងវិញហ្នឹងមកខាម៉ាមកបាទលក្ខខណ្ឌរបស់យើងគឺភ្នំពេញអញ្ចឹងយើងបើក double apostrophe រួចវាភ្នំពេញចូលបាទបិទ double apostrophe វិញខាម៉ាមកទៀតគឺយើង select លើសារីតែម្ដងបាទរួច enter បាទអញ្ចឹងប្រាក់ខែដែលអ្នកនៅភ្នំពេញគឺ1030តើឥឡូវយើងសាកផ្ទៀងផ្ទាត់ទី1ស្មើបាទនេះភ្នំពេញ1 250បូកនឹងបាទនេះ250ទៀតបូកនឹងបាទ280នេះបូកនឹង250បូកនឹងបាទអស់ហើយមានប៉ុណ្្នឹងទេគឺ enter តែម្ដងបាទអញ្ចឹងនេះ1030បាទអញ្ចឹងយើងមើលឧទាហរណ៍ថាក្នុងភ្នំពេញនេះគឺយើងឧទាហរណ៍យើងវាយ click ដក clear
យើងវាភ្នំពេញជាប់គ្នាចេះអញ្ចឹង enter មកអញ្ចឹងលទ្ធផលគឺ0បាទអញ្ចឹងលទ្ធផល0ហ្នឹងគឺមកពីពាក្យភ្នំពេញនេះយើងវាយ copy លក្ខខណ្ឌទិន្ននេះយើងវាយទឹកមុនមើលភ្នំពេញយើងវាសាដក clear សារតែពេលយើងវាយលក្ខខណ្ឌនេះភ្លេចដក clear ក៏វាមិនត្រឹមត្រូវដែរបាទអញ្ចឹងយើងដក clear វិញត្រឹមត្រូវវិញណាឬក៏ក្នុងទិន្នន័យនេះឧទាហរណ៍យើងភ្នំពេញអញ្ចឹងឲ្យច្រឡំវាយ x 2ដងចេះអញ្ចឹងក៏អត់មានដែរអញ្ចឹងគឺការវាយបាទទិន្នន័យនៅក្នុងលក្ខខណ្ឌហ្នឹងគឺប្រយ័ត្នតិចគឺវាធ្វើម៉េចឲ្យត្រឹមត្រូវតាមលក្ខខណ្ឌដែលយើងបានពីខាងដើមនេះ